ngày ní rộng nặng mộng hộp nhằm ọt khơi mẹ nè hai trong nhằm mà hộp bài phát ha chẳng hai mà mộng ní cứ trai tay mà đong vì thế cha cái đai món cho mùi nâng cưng khăn ở miền đôi chứt nhanh một ôn khỏi khơi nhưng cái nâng thật thật nóng này tao tao mơ pi vị thi thưa tiếng ọc nè nè chưa đã bóng nhớ một bông cho mùi nâng tâm so tâm có hôm là khỏi sao hai nâng sắc cây sắc khấy nhưng han bia chia là ậtแบบnâng á nè bông ôn tổng ấy dựng lại cho mùi nâng cưng khăn cho môn sân xemคือขนมนี้ខ្ញុំដាក់ជាមួយនឹងកោះហើយនឹងថ្លើមហើយយើងឆាគ្រឿងផ្សំជាមួយនឹងគ្រឿងក្នុងនឹងឲ្យបានសព្វល្អសិនទៅមុននឹងបងប្អូនចាក់មាន់ណាចាឥឡូវយើងចាក់មាន់ចូលហើយសម្រាប់មាន់នេះដែរគឺយើងបានបំពងវាម្សៅការដែលបំពងបែបនេះពេលដែលយើងយកឆាទៅវាឆ្ងាញ់ណាបងប្អូនព្រោះវាស្ងួតល្អបើសិនជាយើងឆាទាំងឆៅគឺវានៅសើមចោលសូវឆ្ងាញ់ទេពេលដែលយើងឆាមាន់របស់យើងរួចរាល់ហើយបងប្អូនបន្ថែមជាមួយនឹងស្កម្សៅស៊ុបទឹកត្រីប៊ីចេងហើយយើងឆាឲ្យបានសព្វល្អនៅពេលដែលយើងឆាសព្វល្អហើយយើងដាក់ជាមួយនឹងខ្ទឹមបារាំងម្ទេសហើយនឹងម្រះព្រៅហើយយើងឆាបញ្ចូលគ្នាឲ្យបានសព្វល្អទៅគឺរួចរាល់ជាការស្រេចហើយចឹងបងប្អូនកុំភ្លេចសាកល្បងធ្វើញ៉ាំទាំងអស់គ្នាណាគឺមានរសជាតិឆ្ងាញ់មែនតើក្រោយពីឆាក្តៅមាន់រួចរាល់ហើយឃើញថាមេឃបើកថ្ងៃល្អមែនតើចឹងហើយចេញមកក្រៅប្រឡាក់សាច់អាំងបងប្អូនហើយសម្រាប់ក្បួនប្រឡាក់សាច់អាំងរបស់នាងខ្ញុំគឺថាងាយៗមែនតើដោយសារតែមានគ្រឿងផ្សំស្រាប់ៗចឹងបងប្អូនតែរសជាតិវិញក៏ឆ្ងាញ់ផងដែរសម្រាប់សាច់ជ្រូកនេះដែរគឺយើងប្រឡាក់ជាមួយនឹងគ្រឿងផ្សំដូចជាម្សៅស៊ុប1/3ស្ពាយបាយហើយនឹងខ្ញុំដាក់ជាមួយនឹងគ្រឿងសាច់សាស៊ីវកញ្ចប់ម៉ាក់នេះបងប្អូនប្រឡាក់វាកន្លះកញ្ចប់តូចទៅគឺមានរសជាតិឆ្ងាញ់មែនតើហើយចាំយើងយកទៅអាំងណាហើយឥឡូវយើងមកមើលពីការប្រឡាក់មាន់វិញសម្រាប់ការប្រឡាក់ស្លាប់មាន់របស់នាងខ្ញុំក៏ងាយដែរបងប្អូនយើងប្រឡាក់ជាមួយនឹងទឹកប្រេងខ្យងម្សៅស៊ុបស្ករប៊ីចេងទឹកស៊ីអ៊ីវខ្ទឹមសចិញ្ច្រាំហើយយើងដាក់ជាមួយនឹងប្រេងឆាបន្តិចទៅពេលអាំងទៅកុំឲ្យខ្លោចក្រោយពីយើងប្រឡាក់សាច់អាំងហើយយើងយកសាច់ទៅអាំងទាំងអស់គ្នាប្រឡាក់សាច់តាំងពីមេឃក្តៅរហូតដល់មេឃអស់ក្តៅហើយបងប្អូនអើយឥឡូវសតុំវិញហើយសម្រាប់សាច់កអាំងវិញគឺយកចេញពីទូកកឲ្យបងប្អូនអញ្ចឹងហាត់បានបង្ហាញពីវិធីប្រឡាក់ទេបាទពីជួងបងប្អូនតាំងពីមានថ្ងៃរហូតដល់អស់ថ្ងៃហើយអស់ថ្ងៃលេងកាត់កាកឡាបឲ្យដោះមកស្អាតបីសតុំនេះតែ15អង្សាអត់សូវត្រជាក់ចឹងអាចមកអង្គុយលេងបានអូឡាeveryone allez allez Salomon